ការសម្រុករបស់កាបេមិនដើរបាល់មកឲ្យចំនួន4ទល់4ដូចគ្នាកាបេបញ្ជូនចោះមួយគ្រីស្ទៀនខាងតែកាបេរបស់អាកាវគ្រីស្ទៀនដល់សាន់តូសជាអ្នករងក្រុមបាល់មុខទី2សម្រាប់តែខាងរាជស្វ័យរៀងនៅទី58នេះគឺច្រើនដំណាក់កាលមែនតើបាល់នេះបាទគឺការអាចនិយាយថាជាត្រឡប់ទៅក្រោយខ្នងស្របពេលដែលបាទគឺស្ទៀនគេមានភាពរហ័សរហួនហើយការប្រើប្រាស់ជើងស្ដាំការឈូសជុំជើងបំប៉ោងសំណាញ់ទីរឿងនេះទី0-0ជាក្រុមបាល់មុខ88